នេះជាពានរង្វាន់ទី3ហើយដែលខ្ញុំទទួលបានហើយពានរង្វាន់ទី1ទី2គឺជាពានរង្វាន់ដែលខ្ញុំធ្លាប់ធ្វើទៅដល់ការជួយទៅដល់បរិស្ថានហើយមានតាំងទទួលបានជាថវិកាហើយធ្លាប់ទទួលបានលិខិតសារពីរដ្ឋមន្ត្រីក្រសួងបរិស្ថានផងដែរបាទហើយថ្ងៃនេះខ្ញុំបានមកចូលរួមនៅក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំរបស់សមាគមបណ្ណរៈកម្ពុជាបាទនៅសាលា Camp Ed បាទហើយគេរៀបចំកម្មវិធីសន្និបាតមុខសរុបរបាយការណ៍ប្រចាំឆ្នាំហើយក៏មានការប្រគល់ពានរង្វាន់បាទហើយខ្ញុំនៅក្នុងចំណោមហ្នឹងខ្ញុំក៏ទទួលបានពានរង្វាន់មួយដែរដែលគេហៅថាពានរង្វាន់បណ្ណរៈឆ្នើមបាទជាភាសាអង់គ្លេសគេប្រើពាក្យថា Legacy Award បាទឈ្មោះពានរង្វាន់របស់ខ្ញុំហ្នឹងគេហៅ Legacy Award ហើយពេលដែលខ្ញុំមកដល់ក្នុងកម្មវិធីរបស់គេនេះគឺថាគេមានកម្មវិធីផ្លាច់ច្រើនបាទគេមានកម្មវិធីលេងហ្គេមបាទដើម្បីទទួលបានរង្វាន់មុននឹងចាប់ផ្ដើមកម្មវិធីណាអញ្ចឹងគឺគេធ្វើនេះគឺល្អមែនទែនបាទសម្រាប់អ្នកបណ្ណរៈដែលផ្សេងតែគាត់អញ្ជើញមកបាទគាត់អញ្ជើញមកមុនហ្នឹងក៏មកគាត់អត់សក់បាទអញ្ចឹងគឺគាត់អាចលេងហ្គេមបដាអញ្ចឹងទៅដើម្បីទទួលបានរង្វាន់តូចផ្សេងណាបងប្អូនបាទហើយឃើញថាមានអ្នកលេងច្រើនបាទគឺថាហ្គេមគេគឺគេធ្វើផ្លែច្រើនដែរបាទហើយហ្គេមនេះម្នាក់គឺថាគេខំប្រឹងសវ៉ាតបាទនេះគេមានហ្គេមលេងបោះដូចជាថង់ឯមួយអញ្ចឹងដើម្បីចូលទៅក្នុងរុនណាហើយក្នុងរុនហ្នឹងគេមានបន្ទុកមានអីរបស់គេបាទគេមានបន្ទុកអ្នកណាបោះបានចូលទៅក្នុងរុនដែលមានបន្ទុកច្រើនហ្នឹងគឺគាត់នឹងឈ្នះបាទគាត់អាចទៅចាប់យករង្វាន់ដែលគាត់ចង់បានហើយហ្គេមគេនេះគេមាន5ប្រភេទបាទហើយខ្ញុំក៏បានចូលរួមលេងក្នុងហ្គេមនេះផងដែរបាទហ្គេមគេមាននេះបាញ់កាភ្លើងទៀតបាទកាភ្លើងជ័រហ្នឹងគេបាញ់គ្រាប់បាល់ឲ្យចូលនៅក្នុងសំណាញ់គេបងប្អូនបាទនេះក្នុងសំណាញ់របស់គេហើយខ្ញុំនេះក៏លេងដែរបាទហ្គេមនេះខ្ញុំបាញ់គ្រាប់បាល់ហ្នឹងធ្វើម៉េចឲ្យចូលទៅក្នុងរុនសំណាញ់របស់គេហើយលេងទៅឈ្នះដែរបាទខ្ញុំឈ្នះគាត់បាទពីព្រោះខ្ញុំបាញ់ចូលមកគ្រាប់ហើយគាត់បាញ់អត់ចូលសោះបាទពីព្រោះសំណាញ់ហ្នឹងវាវិលបងប្អូនបាទវាវិលដល់អញ្ចឹងធ្វើឲ្យយើងអត់ងាយបាញ់ចូលទេហើយនេះគឺគប់ព្រួញគេហ្នឹងបាទគប់ព្រួញអញ្ចឹងធ្វើម៉េចឲ្យវាធ្លាក់ទៅចិត្តចំណុចដៅពណ៌ក្រហមរបស់គេហ្នឹងធ្វើម៉េចឲ្យវានៅគៀកណាបងប្អូនបាទបើបានកាន់តែគៀកកាន់តែល្អបាទយើងនឹងអាចឈ្នះពីព្រោះយើងគប់ទៅបាទខ្ញុំគប់ឈ្នះគាត់ហើយហ្គេមមួយនេះហ្គេមដូចជាមានសភាឈើអញ្ចឹងហើយមានដុំមួយនៅពីលើគេឲ្យយើងដាក់វាធរហើយដល់ពេលធរហើយគេឲ្យយើងដើរធ្វើម៉េចដើរឲ្យលឿនបាទហើយលឿនហើយកុំឲ្យឈូសទៀតបើសិនជាយើងដើរហើយយើងអត់ចេះទប់លំនឹងយើងឈូសអាហ្នឹងក៏យើងចាញ់ដែរហើយឬក៏អត់ឈូសទេប៉ុន្តែបើសិនជារយៈពេលយើងមកយឺតជាងគេពីព្រោះគេមានផ្ទៀងនីតិបងប្អូនបាទហើយខ្ញុំនេះគឺថា22វិនាទីបាទបានមកដល់ហើយដល់អញ្ចឹងយើងអត់មានជ្រុះទេបាទហើយអ្នកដែលគាត់លេងជាមួយខ្ញុំហ្នឹងគឺគាត់កាន់ទៅដែរប៉ុន្តែដើរទៅវាជ្រុះតាមផ្លូវបងប្អូនដល់អញ្ចឹងខ្ញុំឈ្នះហ្គេមមួយទៀតនិយាយរួមហ្គេមទាំង5ហ្នឹងខ្ញុំឈ្នះទាំង5បាទឈ្នះទាំង5នេះគាត់លេងជាមួយខ្ញុំបាទគាត់កាន់យកទៅហើយកាន់ដើរតាមផ្លូវជ្រុះបាទនេះជ្រុះដល់ពេលជ្រុះអញ្ចឹងគឺដឹងតែចាញ់តែម្ដងបាទអញ្ចឹងហ្គេមខ្ញុំលេងជាមួយពួកគាត់បាទជាមួយអ្នកដែលគាត់មកចូលរួមជាមួយនៅក្នុងកម្មវិធីហ្នឹងណាបងប្អូនឥឡូវខ្ញុំមកលេងហ្គេមមួយទៀតបាទហើយហ្គេមមួយទៀតនេះគឺជាហ្គេមបោះកងបាទបោះកងចូលទៅក្នុងជ័រស្រួចគឺថាបោះទៅម៉េចឲ្យកងហ្នឹងចូលនៅក្នុងកាពូលស្រួចហ្នឹងទៅហើយសម្រាប់ខ្ញុំបោះចូលបាន2កងដែរហើយអ្នកដែលគាត់លេងជាមួយខ្ញុំហ្នឹងគាត់បោះអត់ចូលទេបាទអញ្ចឹងខ្ញុំក៏ឈ្នះហ្គេមមួយទៀតបាទអញ្ចឹងហ្គេមទាំងអស់5គឺថាឈ្នះទាំង5បាទអាចទៅបើករង្វាន់បានទាំង5តែម្ដងគឺថាគេអត់ឲ្យយើងអង្គុយចាំអត់សុខទេបងប្អូននិយាយរួមអ្នករៀបចំកម្មវិធីនេះពិតជាគំនិតគេអស្ចារ្យមែនទែនបាទគឺថា
nè đại quạt màu muốn cứ quạt lên môn bra này nhóm bót thẻ ban phèm đời xa nhóm lên game tầng phèm chứ nè tầng phèm chẳng nó bây giờ chứ nè mỗi cứ cái bót thẻ nó lựa đại dương mùi ở lấy này nhóm bót đây thẻ lựa đại tầng pram hay chẳng cái miền rồng bón ở dương chưa rơi nó không bảo này bà chẳng bảo bọn chưa rơi ban tam chất bao dương bà cứ miền chỉ cái job xem bà này cái job này thì bố cái phèm nhóm tha bù nhomสมาสบู่คำโยสบู่บ่าถ้าเปิดแมนสบู่ไอ้คือจะเคลียบสมัยกีไปบ่าให้กิเมียนโกนสเพอกิเมียนตกตาไอ้เซนเตี้ยบ่าจังเนี่ยนะได้กอดเลยชนิดมุดคือกอดมาบางเยอะรวมวันนึงมุนบ่าบ่าวฟ้อนบ่าคือถ้าหล่อมาอย่างได้เยวิธีกรรมที่กีเบียนรวมวันเช้าน่ะกรรมที่กีรีบจอมตั้งไปจับดาวตั้งไปกับปงตำนากากรรมที่เราตลอดจอบกรรมที่ก็เกณฑ์เนอร์ตำเมียนรวมวันน่ะเยวิธีข้างแคมเอสคือถ้ากอดสบู่เหมือนเต้นกอดสบู่ทนเทียนบ่าคือกอดสบู่ทนเทียนสบู่เกมสบู่รวมวันสมัยใจจูนเนี่ยแต่โจรู้มั้งบางคนเลยนี่ยมลือแต่กีท่าสบู่คำย่อนั่งตั้งปรามได้มาลองบ่าย่อตั้งปรามเราไปมาลองเตี้ยมีสบู่นะครีบสมัยครีบบางคนให้กีเธอเนื้อลือจวนเลือบ่าจวนที่ดอกมุ้ยให้ยีบิดาเตสเปียสอาร์นะกีเมียนăn hai tấc nơi khẳng lơ nâng tay bờ bò phô này dương nè ăn quy rong chém cái anh quy ly như kiểu khác cho là các bà cứ tha là hao sủa mà dạng đây vì bố nơi khẳng khăn nóng ní cái phẩm sân này chết nơi khẳng khéo cho bò sọt lớn ní cam bị thi bà triêm chập đàm bà cái nâng chập đàm cam bị thi ní cứ cái vui dạng ná cái ao dương squat kia sân bà ní cứ cái gặp phong tại riệp chom bằng hai bà ông pi cam bị thi cái hao tackling nóคือจะcam bị thi muối là ao dương và các nem card digital đóបងប្អូនបាទហើយយើងតំណែងគ្នាទៅវិញទៅមកទៅបាទគឺថាយើង scan គ្នាអ្នកណា scan បានច្រើនជាងគេគឺបានរង្វាន់ហើយបន្ទាប់មកក៏គេនាំយើងដើរទស្សនកិច្ចនៅក្នុងសាលា Camp Ed បាទនេះជាកន្លែងរូបដែលគេបង្ហាញមិញហ្នឹងគឺរូបប្លង់ដូចជាប្លង់អង្គរវត្តអញ្ចឹងណាបងប្អូនហើយនៅក្នុងសាលា Camp Ed នេះគឺថាមើលទៅថាគេរៀបចំស្អាតណាបងប្អូនមានបន្ទប់ច្រើនមែនទែនមានច្រើនជាន់ហើយមានច្រើនផ្នែកទៀតបាទសាលា Camp Ed នេះនិយាយពីថាគេរៀបចំបានស្អាតមានកន្លែងសម្រាប់អ្នកអានសម្រាប់អ្នកសិក្សាស្រាវជ្រាវគឺថាមានបន្ទប់ច្រើនមែនទែនបាទអញ្ចឹងឥឡូវនេះគេពងនាំយើងដល់ទស្សនកិច្ចនៅក្នុងសាលា Camp Ed សិនមុននឹងយើងចាប់ផ្ដើមកម្មវិធីទទួលពានរង្វាន់ណាបងប្អូនបាទនេះរស់សកាបាទគាត់ជាអ្នកដើរនាំហើយនេះគឺផ្កាមានរោគគឺថាស្អាតណាបាទបងប្អូននេះគឺគេតុបតែងស្អាតហើយជាជាងគេនេះគេធ្វើលក្ខណៈដូចត្បូងពេជ្រអញ្ចឹងបាទគេធ្វើពីកញ្ចក់រចនាបថស្អាតបែបទំនើបស្អាតមួយយ៉ាងដែរបងប្អូនបាទអញ្ចឹងឥឡូវអ្នកដែលចូលរួមភាគច្រើនសិតតែបណ្ណរៈមកពីច្រើនបណ្ណាល័យបងប្អូនដោយសារតែខ្ញុំជាអ្នកធ្វើការនៅក្នុងវិស័យបណ្ណាល័យបាទខ្ញុំជាប្រធានការិយាល័យបណ្ណាល័យនៅស្ថាប័នរៀបចំការបោះឆ្នោតបាទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដល់អញ្ចឹងយើងត្រូវបានគេអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីសន្និបាតនេះហើយឥឡូវយើងដើរមើលអានេះគឺជាកន្លែងកូនសិស្សរបស់ Camp Ed គឺគេរៀបចំជា project អីផ្សេងសម្រាប់ដាក់តាំងបង្ហាញណាហើយឥឡូវគេនាំយើងមកចូលបន្ទប់បាទនេះគេហៅបន្ទប់ computer lab បន្ទប់ computer lab នេះយើងចូលមកគឺយើងអត់ទាន់បានបើកភ្លើងទេប៉ុន្តែមើលទៅនិយាយពីថាដូចយើងនៅក្នុងភពក្រៅភពចឹងមើលទៅឃើញសិតតែផ្កាយតែម្ដងបាទបងប្អូនអានេះគេហៅបន្ទប់មើលផ្កាយបាទបន្ទប់មើលផ្កាយហើយមើលពីក្រោមក៏ឃើញផ្កាយមើលពីលើក៏ឃើញផ្កាយនិយាយពីថាផ្កាយគ្រប់កន្លែងហើយឥឡូវយើងសាកបើកភ្លើងមកនិយាយពីភ្លឺចេះហើយកញ្ចក់មកគេប្រើកញ្ចក់ច្រើនមែនតើនិយាយពីមើលទៅធ្លុះពីបង្ខាងទៅបង្ខាងមើលទៅតែបន្ទប់ទូចទេប៉ុន្តែនៅពេលដែលគេដាក់កញ្ចក់ទាំងលើទាំងក្រោមទាំងចំហៀងអញ្ចឹងទៅមើលទៅឃើញដូចជាធំទលាហើយមនុស្សដែលចូលទៅគ្នាឆ្លោះទៅឆ្លោះមកឃើញច្រើនមែនទែនបាទហើយនៅពេលដែលបិទទៅមើលឃើញផ្កាយស្អាតណាស់បងប្អូនឥឡូវនេះគេនាំយើងទៅមើលកន្លែងបន្ទប់សិស្សស្រាវជ្រាវនាំយើងទៅមើលបន្ទប់បណ្ណាល័យបាទនេះបន្ទប់បណ្ណាល័យគឺមាន
tu sầm ép đặt computer bà cứ cái miền tiếng ca ao chơi sập phơ tiếng ca ao chơi tiếng computer ấy nó có ai chơi computer ban đây bà cứ tha cả lại cái cứ bẩm bẹอุปกรณ์ទំនើបបាទសម្រាប់ឲ្យសិស្សនិស្សិតគាត់មកសិក្សាស្រាវជ្រាវហើយកន្លែងនេះគឺបន្ទប់អាចពិភាក្សាគ្នាបានបាទធំទលាយអាចមើលថ្ងៃលិចមើលអីក៏បានដែរកន្លែងបន្ទប់ធំនេះបាទមានតាំងសាឡុងសម្រាប់សិស្សនិស្សិតគាត់មកពេលថ្ងៃត្រូវការចង់សម្រាកចង់អីក៏បានដែរហើយមានតាំងបន្ទប់សម្រាប់សិស្សដែលគាត់ជាសាសនាអ៊ីស្លាមគាត់ចង់មកថ្វាយបង្គំក៏បានដែរបាទគឺថាកន្លែងគេគឺតម្រូវសម្រាប់សិស្សនិស្សិតដែលគាត់កំពុងរៀនហ្នឹងបាទតម្រូវគ្រប់ប្រភេទហ្មងហើយបន្ទប់គេមានច្រើនណាបាទបងប្អូននិយាយពីបន្ទប់សម្រាប់ផ្ដល់ជូនឲ្យសិស្សនិស្សិតគាត់មកអានមកសិក្សាស្រាវជ្រាវមានកន្លែងអង្គុយសម្រាប់សិក្សាស្រាវជ្រាវមានខ្លះបន្ទប់រួមមានខ្លះជាលក្ខណៈបន្ទប់ឯកជនបាទបន្ទប់ឯកជនហ្នឹងគឺមានន័យថាសិស្សនិស្សិតដែលគាត់ចង់ចូលជាក្រុមបាទចង់ធ្វើ assignment ឬក៏ត្រូវការប្រជុំក្រុមគ្នាគាត់ហ្នឹងគឺគាត់អាចបុកបាទគឺគាត់អាចកក់មុនបាទទើបអាចចូលទៅក្នុងនឹងបានបាទឥឡូវនេះយើងចប់ពីការទស្សនកិច្ចយើងវិលមកដល់បន្ទប់រៀបចំកម្មវិធីវិញហើយបាទហើយកម្មវិធីនេះគេបានប្រគល់បាទពានរង្វាន់ជូនទៅដល់គេហៅបណ្ណារៈឆ្នើមបងប្អូនបាទហើយពានរង្វាន់របស់គេនេះមានច្រើនប្រភេទមាន 3-4 ប្រភេទបាទអញ្ចឹងខ្ញុំក៏ទទួលបានពានរង្វាន់នឹងមួយដែរបាទជាពានរង្វាន់គេហៅឈ្មោះថា Legacy Award បាទ Library Legacy Award មានន័យថាជាពានសម្រាប់ផ្ដល់លើកទឹកចិត្តទៅដល់បណ្ណារៈដែលគាត់មានបាទបានអនុវត្តការងារដែលល្អប្រសើរច្រើនអញ្ចឹងណាអញ្ចឹងគេប្រគល់ពានដើម្បីលើកទឹកចិត្តបាទសម្រាប់ខ្ញុំក៏ខ្ញុំបានទទួលមួយដែរហើយការប្រគល់ពាននេះប្រគល់ទាំងពានហើយគេមានទាំង certificate ឲ្យយើងមួយទៀតបាទឥឡូវដល់ពេលខ្ញុំដែលត្រូវឡើងទៅទទួលពានមួយដែរហើយបាទហើយនេះបាទគឺថាគេពាក់ឲ្យយើងហើយពាននេះស្អាតបាទពណ៌វាពណ៌មាសបាទពណ៌មាសស្អាតមែនតើហើយពាននេះគឺជាពានទី3ហើយដែលខ្ញុំធ្លាប់ទទួលបានពីមុនគឺពានរៀងធំដែរបាទឥឡូវពាននេះយើងពាក់បាទគេមានខ្សែសម្រាប់ឲ្យយើងពាក់នៅកកណាបាទហើយស្អាតមកគេមួយយ៉ាងដែរបងប្អូននិយាយរួមមន្ត្រីគេហៅអ្នកដែលគាត់ធ្វើខាងវិស័យបណ្ណាល័យហ្នឹងគឺគាត់ទទួលបានពានច្រើនគ្នាពីព្រោះបណ្ណារៈនៅស្រុកខ្មែរយើងច្រើនពីព្រោះបណ្ណាល័យនៅស្រុកខ្មែរមានច្រើនបាទមានបណ្ណាល័យជាតិមានបណ្ណាល័យសាធារណៈមានបណ្ណាល័យសាលារៀនមានបណ្ណាល័យអង្គការមានបណ្ណាល័យរបស់រដ្ឋាភិបាលនិយាយរួមថាចម្រុះគ្នាហ្មងបងប្អូនបាទអញ្ចឹងម្នាក់គាត់មានជំនាញផ្សេងគ្នាបាទអ្នកខ្លះគាត់បណ្ណាល័យឯកទេសខាងច្បាប់អ្នកខ្លះបណ្ណាល័យខាង IT អ្នកខ្លះបណ្ណាល័យខាងសាលារៀនអីចឹងណាអញ្ចឹងគឺយើងទទួលបានពានសឹងទាំងអស់គ្នាបាទបានច្រើនប៉ុន្តែគាត់ថាចែកតាមប្រភេទបងប្អូនបាទមានប្រភេទកម្រិតទាបកម្រិតរៀងខ្ពស់ជាងនឹងអ្នកខ្លះគាត់មានបទពិសោធន៍ថា3ឆ្នាំគាត់បានទទួលពានកម្រិតទាបចឹងទៅអ្នកដែលមានបទពិសោធន៍ចាប់ពី5ឆ្នាំឡើងទៅដែលគាត់មានស្នាដៃគាត់បានពានកម្រិតរៀងខ្ពស់ចឹងទៅអ្នកដែលមានបទពិសោធន៍លើសនឹងគាត់អាចបានពានលើសនឹងទៅទៀតចឹងទៅបាទអញ្ចឹងវាពានវាមានទៅតាមកម្រិតទៅតាមបទពិសោធន៍ទៅតាមស្នាដៃរបស់យើងបាទអញ្ចឹងសមាគមបណ្ណារៈកម្ពុជាថ្ងៃនេះគឺគាត់ប្រគល់បាទពានប្រគល់ឲ្យបានច្រើនណាហើយសូមសរសើរដល់ខាងសាលា Camp Ed បាទដែលបានរៀបចំកម្មវិធីនេះឡើងគឺថាអូអស្ចារ្យមែនទែនបាទឥឡូវនេះយើងប្រគល់ពានអស់ហើយគឺយើងថតរូបអនុស្សាវរីយ៍ជុំគ្នាបាទអញ្ចឹងអ្នកដែលទទួលពានទាំងប្រមាណហ្នឹងគឺថាឡើងមកខាងលើនឹងទាំងអស់គ្នានឹងមកហើយអ្នកដែលមិនបានទទួលពានហ្នឹងក៏ឡើងមកជុំគ្នាបាទដើម្បីថតជាអនុស្សាវរីយ៍ជុំគ្នាជាមួយគ្នាបងប្អូនបាទដើម្បីសិតតែគេហៅសិតតែអ្នកដែលមានអាជីពដូចគ្នាបាទមានអាជីពធ្វើនៅខាងបណ្ណាល័យដូចគ្នាអញ្ចឹងថ្ងៃនេះ
សមាគមបណ្ណារៈហ្នឹងគឺគាត់រៀបចំកម្មវិធីហ្នឹងដើម្បីឲ្យសមាគមនឹងកាន់តែរីកចម្រើនទៅមុខទៅទៀតបាទដើម្បីឲ្យបងប្អូនយើងចូលជាសមាជិកហើយថ្ងៃក្រោយយើងនឹងបានអ្នកដែលចំនួនក្រោយហ្នឹងបានទៅធ្វើការទៅលើវិស័យបណ្ណាល័យហ្នឹងចេះតែរីកចម្រើនទៅមុខទៀតទៅទទួលបានពានបន្តទៀតអញ្ចឹងទៅបងប្អូនបាទហើយមកនេះគឺថាមកច្រើនគ្នាដែរបើនិយាយចំមកសឹងគ្រប់បណ្ណាល័យតាមដែលខ្ញុំប៉ាន់ស្មានមើលពីព្រោះសមាគមបណ្ណារៈកម្ពុជាហ្នឹងគឺគាត់អញ្ជើញសឹងគ្រប់បណ្ណាល័យមកបាទដើម្បីមកចូលរួមនិយាយរួមបណ្ណាល័យមកសឹងទាំងអស់ហើយបាទហើយទទួលពានបានច្រើនហើយអានេះជាអនុស្សាវរីយ៍មួយបាទថ្ងៃក្រោយយើងនឹងមានតំណែងតំណងគ្នាល្អយើងអាចនឹងទទួលពានបាទទទួលពានបន្តទៀតបាទហើយសង្ឃឹមថាបងប្អូនយើងនឹងប្រឹងប្រែងបាទពង្រីកការងារពង្រីកគេហៅអភិវឌ្ឍជំនាញបណ្ណាល័យរបស់យើងនឹងឲ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីជំរុញទៅដល់ការអានរបស់បងប្អូនយើងពីព្រោះបងប្អូនយើងសប្តាហ៍ថ្ងៃនេះអ្នកខ្លះគាត់មិនសូវចូលចិត្តអានទេបាទអញ្ចឹងត្រូវតែជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតដើម្បីជំរុញការអានដើម្បីបង្កើនចំណេះដឹងពីព្រោះបើសិនជាយើងមិនបដោះផ្នត់កំណត់របស់យើងបាទផ្លាស់ប្ដូរផ្នត់កំណត់របស់យើងឲ្យមកអានទេធ្វើឲ្យចំណេះរបស់យើងនឹងវាអត់កើនទេហើយបើយើងអានកាន់តែច្រើនចំណេះកាន់តែច្រើនយើងនឹងអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើនទៅមុខអាជីពរបស់យើងក៏កាន់តែរីកចម្រើនអាជីវកម្មរបស់យើងក៏រីកចម្រើនប្រទេសជាតិរបស់យើងក៏រីកចម្រើនដែរបងប្អូនអញ្ចឹងបងប្អូនដែលទំនេរបាទគឺថាឆ្លៀតចូលតាមបណ្ណាល័យទៅសិក្សាស្រាវជ្រាវដើម្បីបានចំណេះដឹងថ្មីហើយនៅពេលដែលបញ្ចប់នេះក៏គេនឹងមានរង្វាន់ផ្សេងទៀតបាទគេមានហ្គេមបាទគេហៅ spin នេះប្រវល់ចំឈ្មោះអ្នកចូលរួមបាទចំឈ្មោះអ្នកណាគឺនេះវាចាប់អូតូតាម system តែម្ដងបាទចំឈ្មោះអ្នកណាបានរង្វាន់ទៀតបាទគេថាកម្មវិធីចិត្តចប់ហើយគេថាចប់ហើយក៏នៅតែបានរង្វាន់ទៀតបាទរង្វាន់កតាបគឺខាង CamEd គេមានរង្វាន់កតាបបាទនេះបាទចែកកតាបសម្រាប់បងប្អូនយើងដែលគាត់មុននឹងទៅផ្ទះនិយាយរួមមានរង្វាន់បន្ថែមទៀតនិយាយថាកម្មវិធីមានរង្វាន់តាំងពីចាប់ផ្ដើមរហូតក្នុងកម្មវិធីក៏មានពេលបញ្ចប់នេះក៏មានកម្មវិធីបន្តទៀតបាទហើយជូនពរបាទបងប្អូនយើងសុខភាពល្អទាំងអស់គ្នាបាទជួបគ្នានៅឱកាសក្រោយទៀតបាទ